រីករាយថ្ងៃខួបកំណើតតាវ៉ាន់អូនថ្ងៃទី8នេះអូនបាន6ឆ្នាំពេញណាកូនតាវ៉ាន់អូនកាត់មក4ពេលល្ងាចកូនអូនកាត់មកបានតែ2គីឡូ7ទេប៉ុន្តែមិននឹកស្មានថាឆ្នាំនេះអូនធំណាស់អូនសដកលឿនមែនតើហើយម៉ាក់អូនអត់មានអីទេម៉ាក់អូនមានជូនពរអូនឲ្យមានសុខភាពល្អធំឡើងខ្លះទៅជាមនុស្សដែលគេគោរពស្រឡាញ់ទៅណាមកណាសូមឲ្យកូនសុខសុវត្ថិភាពជាពិសេសសូមឲ្យអូនរៀនកាន់តែប្រកែសម្រស់កាន់តែស្រស់ស្អាតណាអូនណាតែម៉ាក់អូនក៏សុំទោសអូនដែលម៉ាក់អូនបដ ாய் ឲ្យអូនមើលទូរស័ព្ទរហូតដល់ថ្នាក់ស្តៀងភ្នែកទាំងដែលអូនកើតមកស្អាតទាំងដែលអូនកើតមកខ្ជូតគួរឲ្យស្រឡាញ់តែប៉ានិងម៉ាក់ហើយនឹងបងប្អូនសន្យាថានឹងព្យាយាមមើលថែអូនឲ្យអស់ពីសមត្ថភាពអត់ឲ្យអូនមានបញ្ហាអីទេអ្វីដែលសំខាន់ប៉ាម៉ាក់ព្យាយាមផ្ដល់ភាពកក់ក្ដៅឲ្យអូនគ្រប់ពេលវេលាបើអូនបានឃើញវីដេអូនេះមកអូនផ្ដាំអូនថាអូនត្រូវចេះគោរពឲ្យតម្លៃនិងផ្ដល់កិត្តិយសឲ្យបងប្អូនអំពុំវិញអ្នកភូមិយើងទោះបីឋានៈទោះបីធនធានទោះបីកម្រិតចំណេះដឹងគេទាបជាងអូនក៏ដោយអូនត្រូវចេះគោរពគេមួយវិញទៀតអូនត្រូវចេះជួយមើលថែបងប្អូនការពារបងប្អូនឆ្នាំនេះអូនកាន់តែធំអូនកាន់តែចេះដឹងច្រើនមិនថានៅសាលាសូម្បីតែគ្រូអូនក៏អាសាអូនចេះជួយមិត្តភ័ក្តិអូនចេះជួយអ្នកគ្រូលោកគ្រូនៅក្នុងសាលាហើយមួយវិញទៀតអូនចេះជួយមើលថែអន្ទីអូនចេះជួយម៉ាក់មើលអន្ត្រែននិយាយចំទៅអូនកាន់តែធំចំណេះដឹងឬក៏កម្រិតនៃការយល់ដឹងផងអូនមានច្រើនម៉ាក់អូនអរគុណអូនជូនពរអូនមានសុខភាពល្អណាកូនណាអូនខ្ញុំត្រឡប់ក្រោយតិចដាវ៉ាន់ណាខ្ញុំអត់ពេលដែលខ្ញុំការហើយនៅអត់តន់យកកូននៅពេលដែលខ្ញុំចាប់ផ្ដើមយកកូនគឺអត់មានទេតចន្លោះពី3ឆ្នាំទៅ4ឆ្នាំបានខ្ញុំចាប់ផ្ដើមទងន់តែឯងណាទងន់ដឹងខ្លួនណាហើយពេលហ្នឹងខ្ញុំទៅមើលហៅទៅហៅគេថាអាចទុកកូននឹងបានតែកូននឹងឆុងអលូតចង់មានន័យថាដោយសារយើងអត់មានកូននោះយើងអត់ហ៊ានធ្វើតាមហៅទេសុខចិត្តជំនះហើយមួយទៀតគេថាឲ្យវះមុនចូលឆ្នាំសូម្បីសុំពេទ្យវះក៏ពេទ្យគេវះឲ្យយើងដែរព្រោះហេតុអីដល់វ៉ាន់ទៅបាន7ខែទេអញ្ចឹងគេអត់ចង់បានលើយើងទេគេខ្លាចប៉ះពាល់ទាំងកូនទាំងម្ដាយគេអត់ហ៊ានបន្ថយវះឲ្យយើងទេហើយខ្ញុំសម្រេចចិត្តថាខ្ញុំអត់វះទេខ្ញុំតាមតារាទោះបីកូននឹងកើតមកមានបញ្ហាអីដោយប្រការណាមួយពួកយើងមានបញ្ហាអីក៏ខ្ញុំដាក់ចិត្តអាកាយថាខ្ញុំនឹងដោះស្រាយបញ្ហានឹងជាមួយគ្នាពេលបន្ទាប់មកទៀតខ្ញុំកើតមកសុខសុវត្ថិភាពទាំងអស់ហើយសុខសប្បាយរហូតអញ្ចឹងមកខ្ញុំសាកសម័យមើលបើសិនជាកណ្ដាប់ពេលហ្នឹងខ្ញុំវះបើសិនកូនខ្ញុំមានបញ្ហាអីខ្ញុំមិនដឹងជាបន្ទោសខ្លួនឯងយ៉ាងណាទេសូម្បីតែរាល់ថ្ងៃនេះយើងខំរស់ស៊ីផងមើលកូនផងហើយយើងទុកឲ្យតាវ៉ាន់មើលទូរស័ព្ទរឹងសលៀងភ្នែកចាខ្ញុំនៅតែបន្ទោសខ្លួនឯងចិត្តរំបើសិនជាកូនមានបញ្ហាអីធ្ងន់ធ្ងរជាងនឹងទៀតខ្ញុំមិនដឹងថាបន្ទោសខ្លួនឯងយ៉ាងណាហើយខ្ញុំក៏អរគុណគាត់វត្តមានគាត់មកចូលក្នុងជីវិតខ្ញុំនឹងពួកខ្ញុំជួបតែសេចក្តីសុខសេចក្តីចម្រើនហើយមានសុភមង្គលរហូតអត់តែមានបញ្ហាអីឬក៏ពិបាកអីលកម្មលកោអីញញ៉ៃវល់វ៉ៃពេញនឹងអត់ទេពួកយើងរស់នៅដោយសុខហើយចំអត់មានអីទេម៉ាក់អូនមានតែជូនពរអូនឲ្យមានសុខភាពល្អធំឡើងខ្លាចទៅជាមនុស្សល្អដែលសង្គមនិងបងប្អូនអ៊ំពូមីងជួយចិត្តអូនច្រើន